ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសម្រាប់រឿងមួយមានចំណងរឿងថាព្រះអង្គគេតាមសម្លាប់មុនយើងចូលសាច់រឿងអ្នកនរគ្នាជួយ Subscribe YouTube ខ្ញុំម្នាក់មួយហើយជួយ Comment ម្នាក់មួយផងហើយ Like ម្នាក់មួយផងតែយើងជួយសាច់រឿងមកទៅយើងផ្ដើមសាច់រឿងមកយើងក៏បានឃើញបរិបទ2នាក់កំពុងតែប្រយុទ្ធគ្នាពេលនោះបរិបទម្នាក់ទៀតបាននិយាយថាកុំកើតអីណាពេលនោះបរិបទនោះក៏បានឆ្លើយថាលោកឡាយិនមូខ្ញុំមិនអីទេពេលបរិបទនោះបាននិយាយទៅយិនមូថាអ្នកត្រូវតែរស់ណាពេលនោះយិនមូក៏បានឃើញបរិបទនោះស្លាប់បាននិយាយថាវេនយិនសានឯងកុំកាត់អីណាពេលនោះយិនមូក៏បានភ្ជាប់យ៉ាងខ្លាំងបានថាវេនយិនសានពេលនោះយិនមូក៏បានភ្ញាក់ពីដេកហើយក៏បានមើលរូបរាងខ្លួនឯងថាខ្ញុំនៅទីកន្លែងណាហ្នឹងពេលនោះយិនមូក៏បានយកកំបិតចាក់ខ្នោយ៉ាងខ្លាំងពេលនោះគេបាននិយាយថាវេយិនសានអ្នកបានស្លាប់ហើយហេតុអ្វីអ្នកស្លាប់អញ្ចឹងខ្ញុំនឹងយកអ្នកមកវិញខ្ញុំមិនឲ្យអ្នកស្លាប់ទេខ្ញុំបានចាក់ខ្នោនេះ49ដងហើយខ្ញុំនឹងយកគាត់មកវិញវេយិនសានពេលនោះគេបានសម័យថាយិននូគឺជាចចកឯកាជាធាតុករជាត្រជាក់សម្រាប់អ្នកណាមិនដកដៃទេគេបានប្រាប់យើងទៀតថាយិននូគេគ្មានមិត្តភ័ក្តិនិងគ្រូសាទេនៅយិននូក៏បានបើកទ្វារហាគឺជាគាត់ហេតុអ្វីគាត់សន្លប់នៅមុខផ្ទះខ្ញុំបែបនេះតើគាត់ស្ដាប់ក៏រស់ខ្ញុំមិនខ្វល់ទេខ្ញុំមិនចង់ឲ្យគាត់ស្លាប់នៅផ្ទះខ្ញុំនោះទេ Please don't break my heart trust me ថាខ្ញុំនឹងជួយគាត់ព្យាបាលរបួសប្រញាប់ជាពេលនោះយិននូបាននិយាយប្រាប់យើងទៀតថាពេលគាត់ភ្ញាក់ឡើងគាត់មិននិយាយពាក្យសម្ដីសមរម្យសោះពេលនោះវេយិនសានបាននិយាយថាខ្ញុំប្រញាប់ទៅទីក្រុងអតរិយវិញដើម្បីតំណាងអមេរិកមិនដឹងចឹងទេពិភពលោកនឹងត្រូវបំផ្លាញចោលហើយពេលនោះយិននូក៏បានគិតក្នុងចិត្តថាយីអាប៉ែនេះវាឈួតមែននឹងក៏វាប៉ះពាល់ខួរក្បាលដែរសំខាន់អាប៉ែនេះវាសម្លឹងមើលមុខយើងហើយដើម្បីឲ្យយើងអាណិតវាដើម្បីជូនវាទៅទីក្រុងអន្តរាជពេលនោះវេយិនសានបាននិយាយថាខ្ញុំគឺជាព្រះអង្គម្ចាស់ទី4នៅក្នុងនគរទូនតើលោកអាចជូនខ្ញុំទៅទីក្រុងអន្តរាជได้បានដែរឬទេនោះយិននូក៏បានគិតក្នុងចិត្តថាយីអាប៉ែនេះធ្វើមុខដូចកូនឆ្កាទៅអញ្ចឹងពេលនោះយិននូក៏បានយកព្រមជូនវេយិនសានទៅទីក្រុងអន្តរាជតែម្ដងពេលនោះកាត់ដល់ដែលពួកគេទៅទីក្រុងអន្តរាជប៉ុន្តែពួកគេក៏បានជួបកងទ័ពជាច្រើនពេលនោះវេយិនសានបាននិយាយថាអាយ៉ាតើអ្នកជួយខ្ញុំទៅទីក្រុងនេះតើគេខ្លាំងអស្ចារ្យដែរឬទេខ្ញុំមិនសូវអីប៉ុន្មានទេកងទ័ពប៉ុណ្ណនេះខ្ញុំអាចចាប់ការបានប៉ុន្តែឧបសគ្គខ្ញុំនោះគឺជាវេយិនសានខ្ញុំយកគាត់មកប៉ុន្តែខ្ញុំត្រូវការពេលគាត់ផងនិងត្រូវប្រយុទ្ធផងពេលនោះយិននូក៏បាននិយាយថាហាននេះខ្ញុំឃើញលើដំបងហើយបានឃើញវេយិនសានគេស្លាប់ពេលនោះយិននូក៏បានថយវេលាថយក្រោយហើយបានស្រែកថាវេយិនសានឯងកុំហាក់ខ្ញុំមានអារម្មណ៍ថាវេយិនសានគាត់ស្លាប់ម្ដងហើយតាក៏ខ្ញុំត្រឡប់ពេលវេលាទៅថ្ងៃដំបូងដែលខ្ញុំជួបគាត់ពេលនោះយិននូក៏បាននិយាយថាវាគឺជាការយល់សប្តិក៏ជាការមែនតែនខ្ញុំមិនយល់សោះខ្ញុំមានអារម្មណ៍ថាខ្ញុំធ្លាប់ឃើញគាត់ស្លាប់នៅកន្លែងនេះម្ដងហើយតើនេះគឺជាការសុបិនក៏ជាការមែនតែនពេលនោះយិននូក៏ដើរចេញបាននិយាយថាខ្ញុំមិនជួយគាត់ម្ដងទៀតទេពេលនោះយិននូក៏បាននិយាយថាថ្ងៃនេះខ្ញុំគ្មានប្រាក់ទេខ្ញុំចង់ទៅមើលក្នុងភូមិតើមានការងារអ្វីដែរទេពេលនោះយិននូក៏បានជួបកូនឆ្កែមួយហើយក៏បានឲ្យត្រីឲ្យកូនឆ្កែនោះវាហូបអញ្ចឹងណាពេលនោះយើងក៏កាត់ដល់កន្លែងវេយិនសានឥឡូវវេយិនសានខ្លាចជាសាកសពហើយអ្នកគ្នាតែសំខាន់ណាស់យិននូនៅថាកូនឆ្កែហើយវេយិនសានណាឥឡូវខ្លាចជាសាកសពថានៅសតតែឆ្អឹងតែម្ដងណាពេលវេយិនសានស្លាប់ហើយដល់យិននូគាត់ត្រឡប់ពេលវេលាថយក្រោយមកសម្រើឲ្យតែគាត់ជួយវេយិនសានតែម្ដងពេលនោះយិននូក៏បានទៅជួបវេយិនសាននៅកន្លែងដដែលហើយបាននិយាយថាគាត់នឹងហើយដែលខ្ញុំពេលវេលាខ្ញុំថយក្រោយមកវិញដដែលពេលនោះយិននូក៏បានចេញកំបិតឡើងហើយបាននិយាយថាបើខ្ញុំសម្លាប់គាត់បញ្ហាក៏លែងរត់មកលើខ្ញុំទៀតដែរពេលនោះយិននូក៏បានធន់យ៉ាងខ្លាំងហើយទៅខ្ញុំថយវេលាថយក្រោយរហូតអញ្ចឹងបើវេយិនសានគាត់ស្លាប់ខ្ញុំនឹងថយវេលាថយក្រោយដែលខ្ញុំត្រូវជួបគាត់លើដំបងខ្ញុំមានតែប្រធានមួយនេះទេខ្ញុំមិនត្រូវឲ្យវេយិនសានគាត់ស្លាប់ទេបើគាត់ស្លាប់ខ្ញុំនឹងថយវេលាថយក្រោយទៀតហើយអញ្ចឹងខ្ញុំត្រូវតែការពារគាត់ពេលនោះយិននូក៏បានដាក់ដង្ហើមធំយ៉ាងខ្លាំងហើយគាត់បាននិយាយបន្ថែមទៀតថាតែខ្ញុំអាចការពារគាត់ដែរឬទេព្រោះអីអ្នកតាមសម្លាប់គាត់ច្រើនខ្លាំងណាស់ពេលនោះយើងក៏កាត់ទៅដល់យិននូគាត់ការពារវេយិនសានដើម្បីជូនវេយិនសានគាត់ទៅទីក្រុងអន្តរាជ
ពេលនោះយន្តនោះក៏បាននិយាយថាហើយខ្ញុំធន់នឹងព្រះអង្គម្ចាស់ទី4ណាស់ខ្ញុំខំការពារគាត់យ៉ាងណាក៏គាត់ស្លាប់ដោយមានបញ្ហានោះបញ្ហានេះដែរពេលនោះយន្តនោះក៏បានទាញទឹកតាយើចាក់ចោលហាខ្ញុំត្រូវតែការពារគាត់ខ្ញុំត្រូវតែប្រុងប្រយ័ត្នជាងនេះពេលនោះវេយន្តសានក៏បាននិយាយថាទឹកតែខ្ញុំគាត់មិនទាន់និយាយចប់ផងវេយន្តសានគាត់ហូបនំឥឡូវគាត់បានស្លាប់ទៀតហើយអាណិតយន្តនោះខ្ញុំខ្លាំងមែនតើខ្ញុំត្រូវតែត្រៀមខ្លួនទុកជាមុនខ្ញុំត្រូវមិនឲ្យគាត់ហូបអ្វីផ្ដេសផ្ដាសទេពេលនោះវេយន្តសានបាននិយាយថាអ្នកយកនំផ្កាយជូបខ្ញុំទៅណាពេលនោះយន្តនោះក៏បានប្រាប់យើងថាខ្ញុំខំការពារយ៉ាងណាក៏ដោយក៏មានគ្រោះថ្នាក់ចម្លែកលើរូបគាត់ដែរតែសំខាន់ឥឡូវណាយន្តនោះខ្លាំងឥឡូវគ្នាមកឡើងកពលមកតែម្ដងណាឥឡូវយើងកាត់ដល់សាច់រឿងយើងទៀតពេលនោះយន្តនោះបាននិយាយថាពេលខ្ញុំថយពេលវេលាថយក្រោយឥឡូវរាងកាយខ្ញុំបានចុះខ្សោយខ្លាំងណាស់ពេលនោះយន្តនោះក៏បានក្អកឈាមយ៉ាងខ្លាំងហើយពេលនោះទាហាននោះក៏កំពុងតែយកដាវកាប់លើយន្តនោះចឹងណាគ្នាពេលនោះយន្តនោះក៏បាននិយាយថានេះគឺជាទីបញ្ចប់របស់ខ្ញុំមែនពេលនោះវេយន្តសានក៏បានក្រោកឡើងហើយក៏បានរងកំបិតជំនួសយន្តនោះពេលនោះយន្តនោះក៏បានថយវេលាថយក្រោយក៏បានស្រែកថាវេយន្តសានប៉ុន្តែឥឡូវខ្ញុំថយវេលា49ដងហើយតែកម្លាំងខ្ញុំបានថយចុះខ្សោយយ៉ាងខ្លាំងបើរឿងនេះកើតឡើងដដែលរាងកាយខ្ញុំនឹងចុះខ្សោយហើយខ្ញុំនឹងអាចស្លាប់លើកនេះខ្ញុំនឹងជួយព្រះអង្គម្ចាស់ល្ងងខ្លៅនេះទៅទីក្រុងអន្តរជាតិដោយបានជោគជ័យឥឡូវសាច់រឿងយើងដល់ទីបញ្ចប់អ្នកគ្នាខុសឆ្គងណាអ្នកគ្នាជួយអធិស្ឋានផង